បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូឃ្លីបមួយបង្ហាញអ្នកទាំងអស់គ្នាអំពីមេរៀន Switch នៅពុនបាទអញ្ចឹងចំណុចទី1ដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាគឺនិយមន័យ Switch នៅពុនបាទអញ្ចឹងខ្ញុំសូមអានឲ្យអ្នកទាំងអស់គ្នា Switch នៅពុនគឺជា Switch ចំនួនពិតដែលមានតួនីមួយៗក្រៅពីតួទី1ស្មើតួមុនបន្ទាប់បូកចំនួនថេរ1ចំនួនថេរនោះតាងដោយដេហៅថាផលសងរួមបាទអញ្ចឹងយើងបានស្គាល់និយមន័យ switch នៅពុនហើយបន្ទាប់មកទៀតយើងឃើញថានៅក្នុងនិយមន័យ switch នៅពុនមានពាក្យមួយថាផលសងរួមផលសងរួមនោះគេតាំងដល់អក្សរដេតើយើងរកផលសងរួមតាមមធ្យោបាយណាបាទអញ្ចឹងបើសិនជា a អង a ដឺ a 3 a 4រហូតដល់ an ដក1ហើយនឹង an ជាតួរៀងគ្នានៃ switch នៅពុនតាមនិយមន័យខាងលើនោះយើងអាចទាញបានថា d របស់យើងគឺស្មើ a ដឺដក a អង a 3ដក a 2 a 4ដក a 3រហូតទៅដល់ an ដក an ដក1ហេតុអ្វីបានជាយើងទាញបានរូបមន្តនេះទី1ដោយផ្អែកទៅលើនិយមន័យ switch នៅពុនគេថា switch នៅពុនជា switch ចំនួនពិតដែលមានតួនីមួយតួនីមួយមានន័យថាពីអានេះមកអានេះរហូតដល់តួទី n ក្រៅអំពីតួទី1អញ្ចឹងគឺដកអាតួទី1នេះចេញអាណានៅខាងមុខគេហៅតួទី1បន្ទាប់តួទី2បន្ទាប់តួទី3រហូតដល់អាតួចុងក្រោយគេដែលគេដាក់អក្សរ n អញ្ចឹងមានន័យថាតួទី n អញ្ចឹង switch នេះគឺមាន n តួបាទតួទី1រហូតដល់តួទី n អញ្ចឹង switch ហ្នឹងគឺមាន n តួបាទស្មើតួមុនបន្ទាប់បូកចំនួនថេរ1ស្មើតួមុនបន្ទាប់បូកចំនួនថេរ1ចំនួនថេរតាំងតែដេអញ្ចឹងបើវាស្មើតួមុនបន្ទាប់បូកចំនួនថេរ1នៅពេលដែលយើងចង់រកដេយើងលើកអាតួដែលយើងត្រូវបូកទៅអង្គទី1វិញមកនោះវានឹងបានដកអញ្ចឹងណាបាទអញ្ចឹងយើងនឹងទាញបានរូបមន្តដូចដែលអ្នកទាំងអស់គ្នាបានឃើញនេះគឺ d ស្មើ a ដឺដក a អងស្មើ a 3ដក a 2ស្មើ a 4ដក a 3ហើយស្មើរហូតទៅដល់ an ដក an ដក1បាទអាចំណុចដែលចុចនេះមានន័យថានៅក្នុងនេះវាមានច្រើនមានដូចជា a 100ដក a 99ឬ a 1000ដក a 999ហូហើយរហូតទៅដល់ an ដក an ដក1បាទអញ្ចឹងវាមានច្រើននៅក្នុងនោះទៀតដែលយើងមិនអាចទៅសេអស់ទើបយើងទៅសេបានប៉ុណ្ណេះអញ្ចឹងនេះជានិយមន័យនិងវិធីដើម្បីរកផលសងរួមតាំងដោយអក្សរ D អញ្ចឹងយើងត្រូវដឹងទាំងអស់គ្នាឲ្យតែ switch នៅពុនគឺយើងអាចរកផលសងរួម D នោះដោយប្រើរូបមន្តនេះបានបាទអញ្ចឹងដើម្បីឲ្យអ្នកទាំងអស់គ្នាចេះប្រើអក្សរ D នេះតើយើងរកដូចម្ដេចចេះគណនារកអក្សរ D ខ្ញុំសូមជូនឧទាហរណ៍2ដល់អ្នកទាំងអស់គ្នាដូចតទៅបាទអញ្ចឹងឧទាហរណ៍ទី1គេមាន switch នៅពុន an ដែលមានតួរបស់វាគឺ1 3 5 7 switch នៅពុនគឺគេសរសេរនៅក្នុងវងកញ្ចក់បែបនេះបាទហើយអានេះគឺជាតួរបស់វាបាទអញ្ចឹងយើងឃើញ4តួអាចុចនេះបានន័យថាវាមានច្រើនតួតទៅទៀតដែលយើងមិនអាចសរសេរអស់អញ្ចឹងហើយគេសរសេរតែប៉ុណ្្នឹងទៅគឺយើងអាចដឹងថានេះគឺជាតួរៀងគ្នានៃ switch នៅពុនដែរបាទអញ្ចឹងបើយើងមាន switch នៅពុនដូចដែលគេបានសរសេរនេះយើងទាញបានបាទយើងទាញបានអីគេគឺទី1ដើម្បីគណនារក D នេះយើងស្គាល់តួទី2ស្គាល់តួទី1ស្គាល់តួទី3ឬស្គាល់តួទី4អញ្ចឹងយើងអាចយកតែ2នេះមកនិយាយក៏បានដែរគឺតួទី2និងតួទី1អញ្ចឹងបើយើងមានតួរៀងគ្នានៃ switch នៅពុនបែបនេះយើងបានបាទអាមុខគេនេះគឺជាតួទី1ហើយបាទអញ្ចឹងគឺ a អងស្មើ1ហើយនឹង a ដឺស្មើ3បាទនេះ
vì nơi tua thì mà 3 nhưng rót á tua thì 1 tua thì 2 tua thì 3 tua thì 4 hổ 2 ទៅអញ្ចឹងបើយើងស្គាល់តែ2តួនេះគឺយើងគ្រប់គ្រាន់នឹងរកផលសងរូបដេនឹងបានហើយអញ្ចឹងដល់អនុវត្តតាមប្រមុននេះនាំឲ្យដេរបស់យើងគឺស្មើអាដឺដល់អាអងអញ្ចឹងដោយអាដឺរបស់យើងស្មើ3អាអងយើងស្មើ1អញ្ចឹងយើងបានដេស្មើ3ដក1 3ដក1ស្មើ2ត្រង់ចំណុចនេះគឺយើងអាចរកដេបានណាគឺដេស្មើ2ព្រោះតែយើងស្គាល់អាអងផងអាដឺផងអញ្ចឹងខ្ញុំមានឧទាហរណ៍មួយទៀតគឺឧទាហរណ៍ទី2គេឲ្យ switch នៅពន្ធដូចគ្នានេះដូចប្រធានខាងលើដែរប៉ុន្តែខ្ញុំសូមតាំងវាដោយ 3n ម្ដងអញ្ចឹងគេមាន switch នៅពន្ធ 3n ដែលមានតួរបស់វារៀងគ្នាគឺ9 6 3 0 ដក3និងបន្តបន្ទាប់រហូតទៀតបាទមិនខុសគ្នាទេនៅពេលដែលយើងស្គាល់តួរៀងគ្នានៃ switch នៅពន្ធបែបនេះគឺយើងអាចរកអក្សរ D បានផលសងរួមអញ្ចឹងតាមតួរៀងគ្នានេះយើងឃើញថាអាអង3អងសំទុនណាព្រោះគេឲ្យ switch នេះជា switch BN អញ្ចឹងយើងគឺ B អងមិនមែនអាអងទេយ៉ាត់ច្រឡំកន្លែងហ្នឹងផងណានៅពេលដែលគេឲ្យ B អញ្ចឹងសារយើងឃើញអាអងគេឲ្យអុយអញ្ចឹងសារឃើញ B អងមិនមែនទេបើសិនជាគេឲ្យតួ B វាច្បាស់ណាស់នេះគឺ B អងអានេះគឺ B ដឺមិនប្រើអុយមិនប្រើអានៅតែហ្នឹងទេអញ្ចឹងតួនេះ switch នៅពន្ធមានប៉ុណ្ណេះអញ្ចឹងយើងទីបាន B អងស្មើ9និង B ដឺស្មើ6យើងអាចគណនារកផលសងរួម D បានគឺនាំឲ្យ D របស់យើងគឺស្មើ B ដឺដក B អងអញ្ចឹង B ដឺគឺ6ដក B អង9អញ្ចឹង6ដក9គឺស្មើដក3បាទអញ្ចឹងយើងក៏អាចរកផលសងរួម D បានដែរសូមបញ្ជាក់អ្នកទាំងអស់គ្នាម្ដងទៀត switch នៅពន្ធគឺគេតាំងអញ្ចឹងគេសេវងកញ្ចក់អញ្ចឹងមកហើយដាក់ AN ឬក៏ B នៅ BN នៅក្នុងវងកញ្ចក់អញ្ចឹងឬគេតាំងអក្សរអុយឬតាំងអក្សរ V ឬតាំងអក្សរណាមួយដែលគេចង់ប្រើប៉ុន្តែជាទូទៅខ្ញុំចូលចិត្តប្រើអក្សរ A អក្សរ B អក្សរ C អញ្ចឹងទៅណាអក្សរអុយក៏បាននិយាយទៅយើងឆ្លាញ់អក្សរណាតាំងអក្សរនោះទៅប៉ុន្តែទម្លាប់ភាគច្រើនគឺតាំង A B C អីហ្នឹងអុយអីហ្នឹងបាទអញ្ចឹងខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជួយសង្កេតឡើងនេះជា switch AN តួរបស់វាគឺ1 3 5 7អញ្ចឹងយើងឃើញថាវាឡើងវាធំតួទី2ធំជាងទី1ទី3ធំជាងទី2ទី4ធំជាងទី3និងរហូតទៅវាបន្តធំទៅរហូតអញ្ចឹងបើវាបន្តធំទៅយើងអាចនិយាយបានថានេះជា switch នៅពន្ធកើនបាទ switch នៅពន្ធកើននៅពេលដែល switch នៅពន្ធកើនយើងរកឃើញផលសងរួមរបស់វាគឺស្មើ2ធំជាង0អញ្ចឹងយើងអាចសន្និដ្ឋានបានថាគ្រប់ switch នៅពន្ធកើនគឺផលសងរួម D របស់វាធំជាង0ចំណែកឧទាហរណ៍ទី2គេមាន switch នៅពន្ធ B ដែរតែតួរបស់ទី1 9ទី2 6 3 0 13វាចេះតូចទៅអញ្ចឹងបើវាតូចទៅគេហៅវាថា switch នៅពន្ធចុះបើវាជា switch នៅពន្ធចុះយើងរកផលសងរូប D របស់វាទៅឃើញថាស្មើដក3តូចជាង0អវិជ្ជមានអញ្ចឹងយើងអាចសន្និដ្ឋានបានថាបើសិនវាជា switch នៅពន្ធចុះគេនឹងបានផលសងរួម D របស់វាតូចជាង0បាទអញ្ចឹងយើងបានសន្និដ្ឋាន2ចំណុចគឺចំណុចទី1បើវាជា switch នៅពន្ធកើននោះផលសងរួម D ធំជាង0ហើយបើវាជា switch នៅពន្ធចុះនោះផលសងរួម D របស់វាតូចជាង0បាទថ្ងៃនេះខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាតែប៉ុណ្ណេះសូមអ្នកទាំងអស់គ្នាទស្សនាភាគទី2ដែលជាភាគបន្តមាននៅក្នុង Channel Math and Entertainment ដែលខ្ញុំបាទបង្ហាញនៅភាគទី2និយាយអំពីតួទី N នៃ switch នៅពន្ធបាទសូមអរគុណ